លើនេះនេះគេថាថ្វាយបង្គំគ្រូចប់នៅទៀតបាទមកលេងលីក៏មិនទាន់ចប់នេះគេថាក៏មិនទាន់ចប់អញ្ញាកដាលបាទលោកគ្រូជួនសំណាងបាទអញ្ញាកដាលជួនសំណាងបច្ចុប្បន្ននេះគាត់មានកូនសិស្សមកវិញប្រើហើយបន្ទាប់ពីកូនសិស្សរត់ចោលគ្រូអស់បាទតស៊ូយូរទៅកូនសិស្សគាត់ហូបឆ្អែតបាទយើងជាគ្រូលក់របស់របរខ្ចីលុយគេឲ្យគាត់ហូបអស់ក៏រត់ទៅផ្ទះអស់ដែរបាទតែឥឡូវនេះគាត់ប្រមូលបានទៅវិញណាហើយឥឡូវនេះគុណខ្មែររបស់យើងប្រើរង្វាន់ក៏ច្រើនកម្មវិធីក៏ច្រើនអញ្ចឹងខំប្រឹងប្រឹងហាត់ទាំងអស់គ្នាណាកុំឲ្យរត់ចោលក្លឹបច្រើនពេកបាទអទេនេះថាគុណគ្រូបែបមិនទេបាទគាត់ដាក់នៅក្នុងនេះថាលើគុណគ្រូតែដល់ពេលឃើញមុខប្រទេសគាត់ថ្វាយនេះគឺមិនមែនទេយើងគាត់ដាក់អញ្ចឹងយើងអានអញ្ចឹងតាមគាត់ទៅបាទអាយុគាត់30ប៉ុន្តែមុខគាត់ដូច27 28ហ្នឹងបាទខ្ញុំវាចាញ់ដែរនឹងអត់ស្គាល់ដឹងគុណគ្រូនឹងបានអីបាទលោកគ្រូលំកាលវ័នអត់ដែរអត់ទេបាទមានការថ្លែងគុំគ្រូពីគ្រូរបស់គាត់តែយើងគាត់ដល់វាមិនដឹងទេឃើញទេវាទៅចេះវិញទេខ្ញុំវាថ្មីដែរណាវាអញ្ចឹងមកចាប់ហើយទៅទីទៀតចាប់ចឹងមើលលោកជួនសំណាងបានបញ្ជាការប្រកួតពីលោកកញ្ញាកណ្ដាលលោកជួនសំណាង Number fighting please come and listen to the referee Mr. ជួនសំណាង This bout the fighting in 3 round of គុណខ្មែរ martial art 3 minute fight and 2 minute break បាទអញ្ចឹងការថ្លែងបង្គំគ្រូក៏ចប់ហើយការប្រកួតលក្ខណៈគុណខ្មែរតែ3ទឹកទេសម្រាប់អ្នកទាំងពីរក្នុងប្រភេទទម្ងន់75គីឡូក្រាមមិនដឹងបងអ្នកទស្សនាឃើញ ringle របស់យើងមកអូបាទលោកហូបនេះមកចឹងចៅក្រមត្រៀមប្រងព្រៀបប្រកួត Ginsberg រាជសីគុណខ្មែរគូមិត្តភាពអន្តរជាតិរវាងកម្ពុជានិងរុស្ស៊ីទឹកទី1 round 1ទឹកទី1 round 1បាទគុណខ្មែរប៉ះគុណរុស្ស៊ីបាទប្រកួតលក្ខណៈគុណខ្មែរគាត់ជើងក្រោមគាត់ខាងលើនេះណាគាត់ចូលវិញគាត់មកវិញរបស់នីគីតាចេញពីលេងលីនីគីតាក៏សងមកវិញដែរគាត់ជើងក្រោមរបស់នីគីតាគាត់ជើងក្រោមរបស់នីគីតាការកាប់គល់រុំជួយមែនឆក់បានម្ដាយពីលេងលីឆក់សងវិញអត់ចូលទេបាទកាប់មួយជើងជាប់ប្រាក់កាប់ជើងក្រោមលេងលីចូលហើយថយទីវិញឆក់ស្រាលទេគាត់ជើងក្រោមបាទនីគីតានេះពលលោកក្រុមពុកគុណបាទអុកលោកពុកគុណមកប្រើហើយគាត់មួយជើងរបស់នីគីតាគាត់ជើងក្រោមកាប់គល់រុំជួយមែនកាប់ក្លាចឆក់បានម្ដាយទៅវិញលេងលីគេសម្រាប់ជួយគុណខ្មែរគាត់ជើងក្រោមគាត់ចូលចឹងនេះយោជើងលាស់ស្អាតណាស់ដែរនីគីតានេះគាត់មួយជើងចូលដៃរបស់នីគីតាគ្រូបែបបាទនេះបាទអូយគេនេះបាទកុំឌឺជាមួយនឹងគុណខ្មែរបាទបាញ់មិនទេបាទពុកមិញបាត់ទៅហើយបាទចឹងបានថាបាទបាច់ច្បងនេះប្រភេទទម្ងន់បាទចូលបាទត្រូវគឺទម្ងន់មែនទេអូយមកក្បាច់នេះបាទតោះឥឡូវបងប្អូនទស្សនាទៀតបាទឆ្ងាញ់គេសើកបាទរីបោរំលងក្នុងទឹកកំពុងមកទល់ក្រាំងបាទមួយជើងនេះបកយកតែម្ដងនេះខុសនឹងហ្នឹងបាទដើមទឹកទី1បាទកម្លាំងបាទកំពុងតែពេញបាទសម្រាប់បាទអែមលេងលីបាទមួយជើងនេះបាទស្អាត